Vậy đôi lư sầm lên con ngài vậy ta. Đôi chỉ lư sầm lên con ngài vô mến mũi. Chắp tà rô mơ mất. Bà mai vì anh mình tụ chất tà lư nhóm. Cô núng tụ nhóm nè anh chém của ba nè. វាសនានាងម៉ារីជាក្មេងស្រីម្នាក់ដែលម្ដាយឪពុករបស់នាងបោះបង់នាងតាំងពីនៅកូនងាមកម្លេះព្រោះម្ដាយរបស់នាងត្រូវបានគេបង្ខំចិត្តទើបបាននាងម៉ារីនេះឯងម្ដាយនាងម៉ារីសម្រាលកូនរួចក៏យកទៅបោះបង់ចោលនៅមុខផ្ទះមីងឡៃហើយមីងឡៃគាត់ក៏មានកូនស្រីម្នាក់ដែរឈ្មោះថាស្រីម៉ៃក៏មានអាយុប្រហាក់ប្រហែលនឹងម៉ារីដែរថ្ងៃមួយមីងឡៃគាត់កំពុងឈឺពោះសម្រាលបានកូនស្រីម្នាក់ឈ្មោះថាស្រីម៉ៃហើយសម្រាលរួចស្រួលបួលមកដីរបស់មីងឡៃគាត់ក៏បានដើរចេញមកខាងមុខផ្ទះក៏ស្រាប់តែប្រទះឃើញកូនងានៅក្បែររបងផ្ទះគាត់ហើយគាត់ក៏យកកូនងាទៅប្រាប់ប្រពន្ធរបស់គាត់សូមគុណបុណ្យទាំងឡាយជួយឲ្យប្រពន្ធខ្ញុំឆ្លងទន្លេលើកនេះមានសុវត្ថិភាពផងទៅចុះសាធុក្មួយសនអើយកុំបារម្ភអីប្រពន្ធឯងមានសុវត្ថិភាពហើយមួយសន្ទុះក្រោយមកក៏លេចឮសំឡេងកូនងាយំហើយយាយមកក៏បានហៅប្តីនាងឡៃឲ្យមកលើផ្ទះក្មួយសនឆាប់ឡើងមកលើផ្ទះមកប្រពន្ធឯងសម្រាលកូនហើយពេលនោះពូសនឮយាយមកហៅគាត់ក៏សប្បាយចិត្តយ៉ាងខ្លាំងក៏ប្រញាប់ឡើងទៅលើផ្ទះយាយតើកូនរបស់ខ្ញុំជាកូនប្រុសឬក៏កូនស្រីយាយហើយសុខភាពម្ដាយនិងកូនយ៉ាងម៉េចទៅហើយយាយក្មួយសនបានកូនស្រីហើយសុខភាពម្ដាយនិងកូនរឹងមាំល្អទេហើយក្មួយសនចាំជួយយកទឹកក្តៅឲ្យយាយបន្ថែមទៀតផងបាទយាយចាប់ខ្ញុំទៅយកមកឲ្យពេលដែលពូសនចោះទៅយកទឹកក្តៅឲ្យយាយមកស្រាប់តែឮសំឡេងកូនងាយំនៅម្ខាងរបងផ្ទះគាត់បានផ្ទៀងស្ដាប់ហើយដើរទៅមើលដូចឮសំឡេងកូនងាយំសំឡេងនេះដូចជានៅខាងក្រោយកន្លែងដាក់អស់របស់ខ្ញុំតាហើយតើតាឮសំឡេងកូនងាយំដូចជាខ្ញុំឮដែរទេតាដូចជាឮសំឡេងកូនងាយំមែនក្មួយឆាប់ទៅរកមើលមកក្មួយម៉ែវាពេលដែលខ្ញុំចុះទៅយកទឹកក្តៅអំបាញ់មាញ់នេះណាស្រាប់តែឮសូរសំឡេងកូនក្មេងយំខ្ញុំក៏ដើរទៅមើលស្រាប់តែឃើញកូនងាម្នាក់ហើយខ្ញុំក៏យកមកម៉ែវាអញជួយមើលបន្តិចមើលយីមែនក៏អីពុកវាទេអ្នកណាអីក៏ចិត្តខ្មៅម្លេះយកកូនមកបោះបង់ចោលអញ្ចឹងពុកវាខ្ញុំដូចជាមិនជឿជាក់ពុកវាឯងសោះឯងមានរឿងអីលាក់បាំងនឹងខ្ញុំទេដឹងពុកវាប្រាប់ខ្ញុំឲ្យត្រង់មកមើលណែម៉ែវាឯងចង់មានន័យថាយ៉ាងម៉េចនឹងម៉ែវាខ្ញុំចេះតែខ្លាចទៅបើចេញពីផ្ទះបាត់អញ្ចឹង
អើយខ្ញុំមិននឹកស្មានថាម៉ែវាឯងគិតដល់ថ្នាក់នឹងទាល់តែសោះណាស់ហើយទៅចុះបើម៉ែវាឯងមិនទុកចិត្តទៅលើខ្ញុំកូននោះទុកឲ្យខ្ញុំអ្នកចិញ្ចឹមក៏បានដែរ បានឲ្យតែឯងនិយាយមិនមានអ្វីលាក់បាំងនឹងខ្ញុំអញ្ចឹងខ្ញុំក៏ព្រមជួយមើលថែរក្សាទៅចុះបើអញ្ចឹងយើងត្រូវដាក់ឈ្មោះឲ្យវាថាម៉េចទៅពុកវា អឺបើម៉ែវាឯងមានចិត្តសំណោះអាណិតក្មេងនេះហើយខ្ញុំក៏សប្បាយចិត្តដែរខ្ញុំចង់ដាក់ឈ្មោះឲ្យក្មេងនេះថានាងម៉ារីយ៉ាងម៉េចដែរម៉ែវា ល្អតើពុកវាសម្រេចថាដាក់ឈ្មោះនឹងទៅពេលពូសនជាប្តីឮសំដីប្រពន្ធនិយាយដូច្នោះហើយក៏មានចិត្តត្រេកអរយ៉ាងខ្លាំងដោយមិនដឹងពីចិត្តប្រពន្ធថាប្រពន្ធមិនត្រេកអរនឹងចិញ្ចឹមកូននោះឡើយ